យើងនិយាយអំពីសិល្បៈតន្ត្រីយើងជាប្រទេសដែលមានសិល្បៈដ៏សម្បូរបែបដែលដូនតាយើងបានខំថែរក្សាទុកមកដល់សព្វថ្ងៃនេះជារឿងដែលពួកយើងជំនាន់ក្រោយតែងតែសរសើរចំពោះខ្ញុំពិតជាសប្បាយចិត្តដែលមានឱកាសធ្វើតាមគំរូសិល្បករជំនាន់មុនដោយប្រើឧបករណ៍តន្ត្រីដើម្បីបង្ហាញពីអារម្មណ៍ក្នុងចិត្តនិងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនសិល្បៈតន្ត្រីជាអាហារនៃអារម្មណ៍រាល់ពេលដែលយើងច្រៀងស្ដាប់ឬលេងភាពតានតឹងក៏រសាយភាពសប្បាយរីករាយក៏កើតមានបើគ្មានតន្ត្រីខ្ញុំនឹងមិនយល់ពីខ្លួនឯងជីវិតនឹងស្ងប់ស្ងាត់ឥតន័យដូចចាប់បីខ្វះខ្សែអញ្ចឹងតន្ត្រីធ្លាប់ជាព្រលឹងនៃប្រជាជនខ្មែរយើងក្រោយពីខ្ញុំស្ដាប់ចម្រៀងចាប៉ីបានបង្ហាញថាខ្មែរយើងពិតជាអស្ចារ្យសូរសៀងចាប៉ីពិតជាពិរោះរណ្ដំលាយឡំជាមួយនឹងវោហារស័ព្ទដែលបង្កប់អត្ថន័យដ៏ស៊ីជម្រៅខ្ញុំស្រឡាញ់ចាប៉ីដែលជាឧបករណ៍ភ្លេងខ្មែរដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងនៃជីវិតនិងទំនៀមទម្លាប់ប្រចាំថ្ងៃព្រោះចម្រៀងចាប៉ីមានការរៀបរាប់ក្នុងន័យអប់រំហើយសពថ្ងៃនេះក៏ត្រូវបានលើកស្ទួយតាមរយៈបទនិពន្ធថ្មីរបស់តារាចម្រៀងល្បីៗមួយចំនួននេះជារឿងចាំបាច់នៃការផ្សារភ្ជាប់ចាប៉ីដោយទាញយកគំនិតស្នាដៃមកបញ្ចូលក្នុងតន្ត្រីសម័យថ្មីចាប៉ីជាឧបករណ៍តន្ត្រីខ្មែរមួយដ៏មានឥទ្ធិពលដែលជាកេរដំណែលពីដូនតាយើងហើយនៅតែត្រូវការអភិរក្សពីកូនចៅគ្រប់ជំនាន់សង្ឃឹមថាការស្វែងយល់នេះនឹងជំរុញទឹកចិត្តដល់កូនខ្មែរទាំងអស់ឲ្យគាំទ្រចាប៉ីដើម្បីរួមគ្នាថែរក្សាឧបករណ៍តន្ត្រីខ្មែរឲ្យនៅតែមានដង្ហើមតទៅមុខទៀតខ្ញុំសរសើរដល់ស្រាបៀរអង្គរដែលបង្កើតកម្មវិធីផ្សេងៗដើម្បីលើកតម្កើងចាប៉ីដែលជាមរតកសិល្បៈតន្ត្រីយើងខ្ញុំមានមោទនភាពដែលបានលើកស្ទួយចាប៉ីតាមរបៀបរបស់ខ្ញុំចុះអ្នកវិញ